ហាងឈីមៀននៅថ្ងៃសុក្រទី23 ខែ 5 សម្រាប់ហាងឈីមៀនកាលពីម្សិលមិញទីផ្សារបានឡើងដល់តម្លៃ 3345 ហើយបានចូលមកវិញដល់តម្លៃ 3279 អញ្ចឹងពីម្សិលមិញចុះមករៀងច្រើនគួរសមដែរចូល$60ឬក៏ជិត$70ក្នុងមួយអោនហើយបើយើងមើលទិសដៅមាសសម្រាប់ថ្ងៃសុក្រនេះដែរអញ្ចឹងបើសិនជាមាសចុះមកធ្លាយ support ខាងក្រោមនៅតម្លៃ 3279 នេះភាគរយទីផ្សារមាសបន្តចុះទៀតអាចមានច្រើនក៏ប៉ុន្តែបើសិនជាមាសមិនអាចចុះមកធ្លាយតម្លៃ support ខាងក្រោមនេះទេអញ្ចឹងមាសបកទៅលើវិញទៅរកតម្លៃ 3345 ឬក៏ធ្លាយតម្លៃហ្នឹងដើម្បីទៅបង្កើត high ថ្មីអញ្ចឹងសម្រាប់មាសយើងមើលបើសិនជាធ្លាយខាងក្រោមមាសអាចបន្តចុះក្រោមទៀតអញ្ចឹងសម្រាប់តម្លៃ 3322 នេះគឺតម្លៃនេះគៀកនឹង resistance នេះមួយដែរនៅខាងនេះគឺមាន resistance មួយដែរនៅតម្លៃ 3309 អញ្ចឹងសម្រាប់តម្លៃមាសពេលព្រឹកអាចភាគរយ sideways ច្រើនអាច sideways ចន្លោះ 3309 ដល់តម្លៃ 3279 រហូតដល់ម៉ោងអឺរ៉ុបទីផ្សារមាសអាចមានការប្រែប្រួលច្រើនបើចុះអាចធ្លាយម៉ោងអឺរ៉ុបបើសិនជាទីផ្សារចុះអាចធ្លាយតម្លៃខាងក្រោមនេះហើយបើសិនជាឡើងអាចធ្លាយតំបន់ខាងលើអញ្ចឹងសម្រាប់ទីផ្សារពេលព្រឹកយើងអាចទិញលក់ចន្លោះនឹងបានទិញលក់ខ្លីៗបានហើយម៉ោងអឺរ៉ុបយើងគួរតែសម្រាប់បន្តិចទៅដោយសារម៉ោងអឺរ៉ុបទីផ្សារអាចមានការប្រែប្រួលច្រើនអញ្ចឹងសម្រាប់តម្លៃបាយយើងរងចាំបន្តិចទៅតម្លៃបាយមាសចុះមកដល់ខាងក្រោមយើងអាចទិញបាននៅតម្លៃ 3279 យើងអាចទិញបានហើយយើងគួរតែដាក់ SL ទៅដោយសារតែបច្ចុប្បន្នមាសមានការប្រែប្រួលច្រើនអញ្ចឹងរាល់ការចូលផ្សារយើងកុំភ្លេចដាក់ SL អីយើងគួរតែដាក់ទៅការពារហានិភ័យឬការជាប់ហូរអញ្ចឹងយើងអាចដាក់ SL នៅក្រោមនឹងទៅហើយបើសិនជាទីផ្សារបន្តចុះទៀតយើងអាចបាយបាននៅតម្លៃ 3251 និងតម្លៃ 3226 អញ្ចឹងតម្លៃខាងក្រោមនេះយើងអាចដាក់បាយ limit បានហើយចំណែកឯតម្លៃ sell យើងអាច sell បាននៅតម្លៃ 3307 នេះតម្លៃនេះបើ sell យើងអាច sell ទួយបានយើង sell ទួយទៅដោយសារតម្លៃនេះក៏អត់សូវល្អការ sell ប្រហែលដែរអញ្ចឹងបើសិនយើងចង់ sell យើង sell ទួយហើយយើងអាច sell បានទៀតនៅតម្លៃ 3317 និងតម្លៃ 3333 អញ្ចឹងតម្លៃ sell ខាងលើនេះយើងអាចដាក់ sell limit បានសម្រាប់ទីផ្សារមាសអញ្ចឹងយើងមើលទៅលើព័ត៌មានសម្រាប់ព័ត៌មានក៏អត់មានអីច្រើនដែរនៅក្នុងថ្ងៃសុក្រនេះសម្រាប់បងប្អូនដែលចង់បើក account trade នៅ Black Belt អាចឆាតតាម Telegram 016 87 95 11